តើសួស្តីបងប្អូនអរគ្នាចឹងដែរថ្ងៃនេះដែរខ្ញុំមកនាំមកពាក្យថ្មីទៅកាន់បងប្អូនអរគ្នាបាទចឹងឥឡូវកុំឲ្យខាតពេលយូរគឺមកអានជាមួយខ្ញុំទាំងអស់គ្នាបាទចឹងពាក្យទី1គឺយើងអានថាចូលមកបាទចឹងពាក្យថាចូលមកគឺយើងប្រែថាចុងសប្តាហ៍បងប្អូនអរគ្នាបាទចឹងរីឯពាក្យទី2វិញគឺយើងអានថា星期六បាទ星期六គឺយើងប្រែថាថ្ងៃសៅរ៍បងប្អូនទាំងអស់គ្នាបាទចឹងរៀបពាក្យទី3វិញគឺយើងអានថា星期天បាទចឹងពាក្យថា星期天គឺយើងប្រែថាថ្ងៃអាទិត្យបងប្អូនអរគ្នារីឯពាក្យទី4វិញគឺយើងអានថា放假បាទពាក្យថា放假គឺយើងប្រែថាឈប់សម្រាករៀបពាក្យទី5វិញគឺយើងអានថា休息បាទអញ្ចឹងពាក្យថា休息គឺយើងប្រែថាសម្រាកដូចយើងធ្វើការអញ្ចឹងគេនិយាយថាពាក្យ休息គឺយើងអាចសម្រាកអញ្ចឹងណាបងប្អូនណាយើងសម្រាកសិនអញ្ចឹងពាក្យបន្តមកទៀតគឺយើងអានថាឈូឈីបាទអញ្ចឹងពាក្យថាឈូឈីគឺយើងប្រែថាចេញក្រៅឬក៏យើងអាចនិយាយថាចេញទៅអញ្ចឹងបងប្អូនបាទអញ្ចឹងពាក្យបន្តមកទៀតគឺយើងអានថា回家គឺយើងប្រែថាត្រឡប់ទៅផ្ទះបាទពាក្យថា回家គឺយើងប្រែថាត្រឡប់ផ្ទះអញ្ចឹងពាក្យចុងក្រោយគេព្រះអង្គគឺយើងអានថា看电影បាទអញ្ចឹងពាក្យថាខាន់ទៀនអៀងគឺយើងប្រែថាមើលកុនបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានពាក្យប៉ុណ្ណឹងដែរដើម្បីចែកម្លែកទៅកាន់បងប្អូនអរគ្នាបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបើសិនជាចូលចិត្តការចែកម្លែកភាសាអញ្ចឹងកុំភ្លេចជួយចុច Subscribe ជួយចុច Like Page មួយបងប្អូនបាទអរគុណច្រើន